អូនពុំមានតានៅក្នុងសង្គម Facebook ទាំងអស់ចាគណៈពេលនេះក្រុមការងារកម្ពុជាជាទីស្រឡាញ់ចាគឺពួកយើងបានមកដល់ផ្ទះលោកយាយទូរកុដដែលមានអាយុចាគឺគាត់ឈ្មោះលោកយាយមឿនអាយុ80ឆ្នាំចាគឺគាត់រស់នៅភូមិក្បាលដែលគ្មានផ្ទះសម្បែងផ្ទះម្នាក់គាត់ហ្នឹងគឺតូចតែប៉ុណ្ណឹងឯងហើយរស់នៅម្នាក់ឯងដែលគាត់ស្ថិតនៅភូមិថ្នល់បត់ឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបងក្បាលថ្នល់ដែរដោយសារក្នុងហ្នឹងខ្ញុំទៅសេខុសចាក្បាលថ្នល់ស្រុកសង្កែចាខេត្តបាត់ដំបងហើយចំពោះអាវ៉ាន់គឺយើងតែងតែប៉ុណ្្នេះតែដោយសារយើងទុកលុយដើម្បីជួយបានជំងឺដល់លោកយាយចាឲ្យបងស្រីមានចាសូមអធិស្ឋានដោយសារតែលោកយាយពិបាកអង្គុយបន្តិចដូច្នេះពួកយើងត្រូវការតុបគាត់អញ្ចឹងនាងខ្ញុំមកតំណាងក្រុមកម្ពុជាទីស្រឡាញ់យើងទទួលបានថវិកាច្រើនកន្លែងច្រើនមែនទេប៉ុន្តែយើងរៀបចំជូនទៅដល់3កន្លែងនៅក្នុងខេត្តបាត់ដំបងនេះអញ្ចឹងខ្ញុំសូមជម្រាបឈ្មោះម្ចាស់ជំនួយយើងសិនទីមួយនេះខ្ញុំទទួលបានពីអ្នកមីងផលឡាយក្រុមការងាររបស់អ្នកមីងផ្ទាល់ចូលរួមដូចជាឈ្មោះដាញ់វិរៈនិងភរិយា$100អ្នកមីងផលឡាយ$100វ៉ាន់សុធារា$50ចន្ទធី$20អ៊ំស្រីផល្លាភួន$20សារឿន$20ហងវិចិត្រ$20សារ៉ា$20ពិសិដ្ឋ$10ណូរ៉ា$10កែវ$20លីវិបុល$10ហេងសំណាង$10ប៊ុនណា$10មករដ្ឋា$10អុកសវណ្ណរា$10ចាត់ថវិការបស់អ្នកមីងដែលផ្ញើតាមរយៈក្រុមការងាររបស់អ្នកមីងគឺសរុប$460ចាក្នុងនោះអ្នកមីងក៏បានជូនទៅដល់លោកយាយចា400ហើយលោកអ្នកមីងជូនថ្លៃធ្វើដំណើរ160ថ្លៃអាហារ$30ផងដែរចានៅនោះយើងក៏ទទួលបានពីម្ចាស់ជំនួយយើងហើយសូមអធិស្ឋានផងដែរខ្ញុំសូមជម្រាបបន្តិចដោយសារតែអ្នកមីងផលឡាយគាត់បានផ្ដល់ថវិកានោះគឺយើងបានរៀបចំឈ្មោះកាលពីជំនួយជើងមុនអញ្ចឹងយើងមានការសល់ថវិកាដែលគាត់ផ្ដល់ឲ្យនោះគឺ$330ដែលយើងនឹងបកគលជូនទៅដល់ក្មេងដែលមានជំងឺពូធ្លាក់ចាហើយមួយទៀតគឺជូនទៅដល់លោកយាយធីដែលគាត់ជាអ្នករើអេតចាយហើយនៅក្នុងនោះអ្នកមីងបានមានន័យថាលុយដែលនៅសល់អ្នកមីងផ្ញើមកជើងមុនជាមួយគ្នាមានសរុប$250ផ្សេងទៀតគឺអ្នកមីងជូនទៅដល់នៅក្នុងថ្ងៃនេះរួមនឹងសកម្មភាព3ដូចគ្នាហើយអ្នកខ្ញុំទទួលបានពីបងប្រុសនៅអូស្ត្រាលីដែលគាត់អត់បញ្ចេញឈ្មោះគឺគាត់ជូនទៅដល់លោកយាយឬក៏ការងារ3កន្លែងហ្នឹងគឺ$100ចាហើយគាត់លោកពូថមមីឈុនចាគាត់ជូនដល់$50ក្នុងកម្មវិធីថ្ងៃនេះហើយនឹងមិត្តភ័ក្តិរបស់លោកពូចាចំនួន$20ហើយបងលីសិនស៊ីចំនួន$200បន្ទាប់មកចាំនាងខ្ញុំសរុបជាទឹកប្រាក់ឲ្យនាងខ្ញុំទទួលបានតាមរយៈបងប្រុសកវីក្តាមប្រៃដែលក្រុមការងាររបស់យើងខ្ញុំចាគឺបងប្រុសទី1នាងខ្ញុំទទួលបានពីប្អូនស្រីវ៉ាថានីចា$40000រៀលបូកជាមួយនឹងអង្គ15គីឡូចាមួយទៀតនោះនាងខ្ញុំទទួលបានពីបងស្រីរ៉ាត់ច័ន្ទ$20អូនប្រុសហ៊ុនវ៉ាញ់$20000រៀល200000ចាសំតោ$20000រៀលគាត់រស់នៅប្រទេសកូរ៉េចាមួយទៀតនោះគឺនាងខ្ញុំទទួលបានពីបងអូនស្រីលីច័ន្ទវតីចាតាមរយៈដែលគេផ្ញើជូននោះគឺអ៊ំម្នាក់គាត់សុំមិនបញ្ចេញឈ្មោះគឺ$10ហើយនឹងហ្វាន់ជាណា$15ចាថវិកាដែលយើងទទួលបានសរុបទាំងអស់គឺមាន$240,000បូកនឹង$1420ចាដែលលុយទាំងអស់នេះគឺយើងសូមជម្រាបម្ដងទៀតថាបែងចែក3ចំណែកដែលនាងខ្ញុំបានជម្រាបជូនមិញហ្នឹងទី1ជូនទៅដល់លោកយាយធីបន្តិចទៀតយើងនឹងយកទៅជូនគាត់មួយទៀតជូនទៅដល់ស្ត្រីមេម៉ាយដែលមានកូន12នាក់ហើយមួយទៀតនេះគឺជូនមកដល់លោកយាយតែម្ដងហើយថ្ងៃនេះពួកយើងអត់ទិញជាសម្ភារៈច្រើនទេដោយសារតែខាងបងប្រុសគាត់បានជម្រាបខាងក្រុមយើងខ្ញុំថាយើងចង់យកថវិកាដើម្បីព្យាបាលលោកយាយយើងមកសានេះពុកម៉ែបងប្អូនប្រហែលជាមានអារម្មណ៍ថាប្លែកព្រោះលោកយាយអាចមកអង្គុយជាមួយយើងមកនិយាយមកមើលមុខខ្ញុំតែសើចទៀតឃើញទេអញ្ចឹងមានន័យថាលោកយាយក៏សប្បាយចិត្តមែនទែនគាត់មានកម្លាំងចិត្តពីមុនមកគាត់មានអារម្មណ៍ថាគាត់នៅតែឯងគាត់មានអាហារញ៉ាំគ្រប់គ្រាន់តែថ្ងៃនេះអត់ទៅជួយរៀបចំនំសម្រាប់គាត់បន្តិចទៅហើយយើងមានថវិកាដែលក្នុងនោះថវិកា
ចាថាវិការនោះអីខ្ញុំសូមអធិស្ឋានសូមជម្រាបទៅដល់បងប្អូនថាដោយសារតែយើងចង់ចូលរួមគ្រប់គ្រងលុយខ្មែរដូច្នេះយើងក៏ដូចជាលុយដុល្លារជាលុយខ្មែរទាំងអស់ទី1ងាយស្រួលលោកយាយគាត់ស្គាល់គាត់ដឹងថាលុយខ្មែរចាយមិនអាចឲ្យតែគាត់បានហើយមួយទៀតវាងាយស្រួលសម្រាប់ដោយសារតែយើងក្នុងនេះយើងប្រើតែលុយខ្មែរដែរអញ្ចឹងនៅក្នុងនេះយើងនឹងផ្ដល់ជូនគាត់1.70 លានរៀលចានៅក្នុងនេះវាសរុបជាទឹកប្រាក់វា$425នៅក្នុងនេះបើយើងគិតជាលុយដុល្លារអញ្ចឹងអានេះខ្ញុំនឹងបកគលជូនទៅដល់ក្មួយចាបងស្រីអូនឯងបាយចានឹងឲ្យតែបេះគាត់ណាឆ្ងាញ់ទេលោកយាយឆ្ងាញ់ឥឡូវចាំបកបេះគាត់ហ្នឹងអញ្ចឹងនេះជាមានអូខេចានេះជាថវិកាបងណា$1.70 ហើយខ្ញុំបកគលជូនទៅបងក្នុងការមើលជំងឺលោកយាយហើយបងមានពាក្យពេចន៍អីក្នុងការថ្លែងអំណរគុណទៅដល់ម្ចាស់ជំនួយខ្ញុំបានជម្រាបចាសូមអរគុណដល់សពរៈបងស្រីបងប្រុសមីងមាទាំងអស់បងអូនស្រីក៏ដោយខ្ញុំសូមអរគុណដែរជួយដល់អ៊ំស្រីខ្ញុំសូមអរគុណច្រើនមែនទែនព្រោះអីពីមុនមកអ៊ំខ្ញុំគាត់ឈឺគាត់ទ្រឹកទ្រោមយ៉ាងខ្លាំងព្រោះអីគាត់អត់មានអាហារអីដែរភាសាហើយខ្ញុំត្រូវក្បត់តែខ្ញុំនៅក្មួយនៅចិត្តព្រោះអីខ្ញុំអត់ដែរអាណិតប៉ុន្តែមិនដឹងទៅធ្វើយ៉ាងម៉េចតែឥឡូវបានគាត់ជួយដល់ពីថវិកាជាចំណៃក៏អីខ្ញុំសូមអរគុណដល់បងប្រុសបងស្រីបងប្រុសបងស្រីទាំងអស់ដែលជួយចិត្តឆ្ងាយអីក៏ដោយខ្ញុំសូមអរគុណពីចម្ងាយហើយខ្ញុំសូមជូនពរឲ្យអ្នកជំនួយទាំងអស់គ្នានឹងសូមឲ្យទទួលទានរស់ស៊ីមានបានទៅណាមកណាឲ្យសុខសប្បាយក្នុងក្រុមគ្រួសារទាំងអស់គ្នាអាយុវែងរស់ស៊ីបានផ្ដល់ឲ្យអ៊ំខ្ញុំទៀតសូមប្រគល់ថាការឲ្យលោកយាយកាន់បន្តិចទៅចាយាយលុយនេះលុយយាយអ៊ំថើបមួយថ្ងៃមុននោះគាត់បានលុយថើបគាត់ស្រឡាញ់ណាស់ឃើញទេនឹងភើបឃើញទេបាទគាត់យំនឹងគាត់រំភើបឃើញទេបាទលុយរបស់យាយលុយច្រើនណាស់យាយលុយជាបាលជំងឺយាយណាជាបាលជំងឺហើយនឹងការហូបចុកសម្រាប់ការចង់ញ៉ាំអីបកគលឲ្យលោកក្មួយអូលោកយាយនេះឲ្យទៅកូនក្មួយបាទហ្នឹងលុយលោកយាយតាកាន់ខ្លួនចិត្តសុបាយចិត្តអូខេគាត់ទុកមួយមានតែក្មួយគាត់ហ្នឹងហើយចំមានតែក្មួយគាត់បាទមើលការខុសត្រូវមានតែក្មួយហ្នឹងហើយគាត់ទៅធ្វើអីកើតទៀតបាទគាត់សុបាយចិត្តត្រេកអរនឹងកាលមុនខ្ញុំឲ្យលុយគាត់ថើបាទពួកយើងទិញថោហើយយើងទិញត្រីងៀតយើងទិញត្រីផាត់ដោយសារតែឲ្យនៅកយើងអត់ទិញឲ្យច្រើនដោយសារយើងទុកលុយក្នុងការព្យាបាលជំងឺនិយាយឲ្យត្រីផាត់នេះញ៉ាំមួយបបរត្រីងៀតញ៉ាំមួយបបរហើយមានសាច់ក្រកដែរបងមានទាំងសាច់ក្រកមានទាំងត្រីងៀតចាអញ្ចឹងចង់ភាសាទេត្រីងៀតនេះយាយឆៅឃើញយាយអានេះត្រីផាត់ទៅយាយញ៉ាំមួយបបរភាសាមួយបបរឆ្ងាយណាស់អានេះ